talk. Say let's spicy talk, spicy talk. Say let's spicy talk, spicy talk. Say let's spicy talk, spicy talk. ជំរាបសួរទស្សនិកជនពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងសប្តាហ៍នេះប្លែកអត់ ប្លែក ប្លែកហ៎ សប្តាហ៍នេះធានាថាប្លែក ប្លែកមែន ដោយសារយើងបានពំនាំឬពំនាំ ពំទៀតហ៎រាប់សប្តាហ៍ពំនាំទៅអត់ឲ្យជីឡានជិះតាមស្រួល យើងបានជួយនៅតារាកិត្តិយសដែលមានសមត្ថភាពច្រើនមែនទែនទាំងការសម្ដែងនិងសមត្ថភាពផ្សេងៗទៀតជាពិសេសក្នុងការបញ្ចូលសម្លេង ចុះថាបរទេស បរទេសអ្វីដែលសំខាន់គឺគាត់មកពីបរទេសទៀត បរទេសបញ្ចូលសម្លេងអស់នឹងបរទេស គាត់ចេះនិយាយទៅគាត់ចេះច្រើនភាសា និយាយទៅប្លែកហ្មង ប្លែកគ្នាថាប្លែក ប្លែកអត់ បើមិនប្លែកមិនយកលុយ ប្លែកអត់ ធានាថាប្លែក ប្លែកអត់ ប្លែក ប្លែកអត់ឃើញហ៎ ប្លែករហូតដល់លោកអ្នកទទួលយកបំបាន អូខេ ចឹងដល់តែពួកគាត់នឹងជឿនណា ចា សូមនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាបាទទៅជួបជាមួយនឹងតារាកិត្តិយសយើងទាំងអស់គ្នា អូយមួយថ្ងៃធ្លាប់តែលក់អស់មួយដបឥឡូវមួយថ្ងៃ4 5ដបនិយាយទៅគឺកើបត្មងលក់ដាច់ម៉ូលច្រើនអើយសប្បាយចិត្តគេដៃសប្បាយចិត្តជាងយ៉ាម៉ួយដូចដើមមកហ៎ដូចដើម ហេ ដើមអង្គុយខ្ញុំដាក់ឲ្យ ញ៉ាំនេះដូចស្រកបោះហ្មងទឹកមុខ នេះធម្មតាលក់យើងធម្មតាយើងមួយកែវមួយអានេះមួយដបនេះមួយថ្ងៃបានអស់ឥឡូវមួយថ្ងៃ5ដបដោយសារតែបងប្អូនពលករយើងក៏ត្រឡប់ចូលស្រុកវិញហើយក៏លេងទៅធ្វើការនៅក្រៅស្រុកហើយព្រោះការងារយើងនៅក្នុងស្រុកជាច្រើនហ្នឹងយើងជាអ្នកលក់ដបក៏លក់ដាច់តាមនឹងដែរ ត្រូវហើយ ហ្នឹងហើយ3 4 5 ទេរត់ដងស្គរដាក់តែ2ស្លាបព្រានេះចូលចង់10ហើយ ចង់ថាចង់តឡើងផ្អែមបន្តិចមករត់ដងនៅនេះឥឡូវ6លព្រាមានអីធម្មតា 6លព្រាហ្នឹងវាចង់កន្លះគីឡូស្គរបាត់ហើយអញ អាហ្នឹងឲ្យឆាប់ឥឡូវដាក់កៅនេះក៏ដាក់កៅថ្ម ដាក់កៅថ្មណា អាកែវណាក៏បាន អ្នកលក់អញផ្លេចសំទោស កាហ្វេឯងអូនណាមើល ចា កាហ្វេឯងគឺគាត់តកឈប់ហ៎ យើងមិនដឹងទេបងតើ តែឃើញណាកាហ្វេឯងដាក់លេងធ្វើដូចស៊ីតកជួន ជំរាបសួរបាទ ចាជំរាបសួរបងចា ប្រពន្ធសម្លាញ់អូនជំរាបសួរគាត់ទៅ ជំរាបសួរណាចា ចាមកខាងណា អំពីអ្នកនេះកូនតបឿន ប ដែរ ងហូបកាហ្វេបងចេញចេញមកចេញនេះអង្គុយនេះ លក់ដាច់ទេបាទ ចា លក់ដាច់ទេបាទ ដាច់បងដាច់អស់លី បើកយូរទៅបាទ បើបងណា នេះអារ៉ូស៊ីសួរម៉ូយបើ វាគីឡូម៉ូចាំជាង បើ ចាំ ម៉ូយបាក់ផឹកនេះ2ឆ្នាំ 2ឆ្នាំហើយបង2ឆ្នាំហើយបង រសជាតិមានអនាម័យទេបាទ ចា មានអនាម័យទេបាទ បងយកសភៅអីកត់ជំរឿននេះបង អញ្ចឹងពួកខ្ញុំអាចទៅអង្គុយបាន ចា ទេ ប បាទ ងជើញបង ណែកុំនិយាយអត់ណាមៃអូនកន្លែងនេះសំបីតកគេស្រោះទឹកក្តៅដែរ ហ្នឹងហើយស្រងអាលាយអស់ហើយតើតក្តៅចាជើងបងជើង ណាចា ចា ទៅអង្គុយមុនទៅអូនបងណោះសុខសប្បាយទេបាទ រ៉ូ សុខសប្បាយទេបង សុខសប្បាយ ជំរាបសួរណាចា អានេះទៅនោះទៅធ្វើការឬក៏ទៅរៀនសិលធម៌ កំតើអាចសួរសុខទុក្ខគ្នាបងចាជើញកំងបងតែមុននឹងកំងខ្ញុំសូមប្រាប់លក្ខខណ្ឌនៃការហូបកាហ្វេនៅតូបខ្ញុំបន្តិចណាបងចាភ្ញៀវគ្មានសិទ្ធិកំងអីច្រើនទេហើយស្ករយើងមាន3កម្រិតទី1កាត់ពាក់កណ្ដាលទី2កាត់មួយចង្ហៀននិងទី3កាត់ទាំងសងខាង កាត់ហ្នឹងអីកាត់ជើង ជើងយ៉ាងដាក់ផ្លែពេកទៅកាត់ជើង អញហើយ ចាបងចេញផ្សាយដែរបង ខ្ញុំសុំកាហ្វេខ្មៅមួយកែវរសជាតិតក អូខេខាងណា ខ្ញុំសូមកាហ្វេមួយកាហ្វេខ្មៅ អត់ទោះអ្នកលក់អាចមកទីនេះបានទេមកទីនេះបន្តិចមក ចាំ បងអូនជួយសម្អាតនៅលើតុនេះបន្តិចបាន អត់ទេអាហ្នឹងម៉ូត texture តុរបស់ខ្ញុំបងហាងប៉ះ តែ ពាល់ ខ្ញុំកេះមើ អ ល ត់ ទៅ ទេអាហ្នឹងម៉ូតបងគេហៅ signature ប្រចាំហាង អូដូចខ្លាញ់ជៀនត្រីយ៉ាងម៉េចក៏មិន តែ ដឹង អាហ្នឹងគឺម៉ូតហាងខ្ញុំមិនជឿសួរម៉ូខ្ញុំ2ឆ្នាំហើយនេះអត់ដែរដូរអីទេធ្វើអញ្ចឹងឯង អត់អីទេអូនអត់អីទេ ព្រោះកៅអៅ ក្លិនប្រចាំហាង ព្រោះកៅអៅខ្ញុំមកពីបរទេសថ្លៃណាស់ខ្ញុំ ខាងណាដែរប្រចាំ ហើយ ហាង ក៏ក្លិនដូចគ្នាนะคะ អាហ្នឹងម៉ូតបើគេថាប្រចាំហាងអីហ្នឹងអញ្ចឹងមិនតែហូបទេកាហ្វេហ្នឹងឯង វែកកុំច្រឡំមកដល់ពួកខ្ញុំពី ហូបហើយ ជំរាបសួរណាចា បាន នាងខ្ញុំមកពីបរទេសចា អូទេហ៎ ចា អត់របៀ ពី ប រ ណា ត់ណាដែរ ប្រពន្ធខ្ញុំទៅឈុនបុរី ឈុនបុរី ឯខ្ញុំនៅស៊ីសាកេត បង2នាក់ផឹកកាហ្វេណែបងកាហ្វេ អរគុណណាចា អស់នេះมันមានបំពង់សម្ ប រាប់ ងនិយាយធម្មតាបានតបបន្លាយអញ្ចឹងមែនបងសុក ចានាងខ្ញុំនិយាយមិនសូវច្បាស់
ចានិយាយធម្មតាបងនិយាយដូចខ្ញុំ ចា ធម្មតា ធម្មតាតែមិនច្បាស់ដូចគេ អូ ចឹងធ្វើបែបជានឹងខ្ញុំ ហើយមកពីនោះមកមិនបានបងពីរនាក់ផឹកកាហ្វេម្ដង ហើយបាកែវនេះគឺអញ្ចេះខ្ញុំផឹកកាហ្វេឲ្យអស់សតកកប្រហែលប្រពន្ធខ្ញុំអ្នកទេ ចាអរគុណណាចា អញ្ចឹងអីបាទអញ្ចឹងបងញ៉ាំហើយណា ចាបងជើញ សតកកចាំអូនញ៉ាំតាមក្រោយទៅពួកយើងមិនធ្វើគ្នាទេព្រោះប្តីប្រពន្ធនឹងគ្នាទៅហើយ បងទីគួយហ្នឹងប្រយ័ត្នប្រាជ្ញហ្នឹងបង ចាចាជំរាបសួរចាអរគុណណាស់ค่ะ ការនិយាយនៃភាសាហ្នឹងក៏កំឡាយចូលគេខ្លះទៅ មកពីនាងខ្ញុំកើត បងចាមកមើលហ្នឹងសាយដែរខ្ចប់អីក៏មិន ហេរីករាយបងប្រុសបងមកញ៉ាំកាហ្វេដែរមកញ៉ាំកាហ្វេអាចរីករាយរួមតុជាមួយពួកខ្ញុំបានពួកខ្ញុំមិនប្រកាន់ទេណា បងជើញចូលមកណា ហេ ចាអរគុណណាបងណា ឃើញតែបងមើលឃើញស្អាតស្អាតចឹង ចា ប្រាក់ខែមិនលើសពី250 តែបងអាហ្នឹងអត់ទេបងជើងភាសាទឹកសារ៉ូកាហ្វេអីទៅបានដែរបងចាកាហ្វេអត់កៅទៀតណា បាទ អរគុណណាបង បាទជើញបាទ ពិតជាសប្បាយមែន សប្បាយមកសោយរហូតនេះខាងបងប្អូនគាត់ទៅមកពីណែបរទេសឬថាទៅកើបអាចមន់ទេបានមកវិញសិលធម៌ខ្ពស់ ប្រពន្ធខ្ញុំគាត់កាប់អាចមន់ហើយចំណែកខ្ញុំចិញ្ចឹមកង្កែប ចានាងខ្ញុំស្ដាប់មិនសូវយល់ពីព្រោះនាងខ្ញុំកើតនៅទីនោះណាចាចាជំរាបសួរណាចា បាទ ពីស្ដាយបងធ្វើធម្មតាបងជើង អរអីតែកន្លែងនេះគឺ គាត់កើតនៅបរទេសប៉ុន្តែកើតបានតែ2ថ្ងៃ កើត ម៉ែ លើរ គាត់ តេះមែនបង អត់ទេបរទេសគាត់កើតនៅបរទេស តែគាត់កើតលើរតេះ អត់ទេគាត់កើតនៅលើបនុកច្បាវ អូ ដោយសារខែក្នុងខែរងាពេលនោះម្ដាយរបស់គាត់អត់មានឧបករណ៍ដើម្បីកម្ដៅគាត់ក៏ទៅគេក្នុងភ្លុកច្បាវធម្មតានៅក្នុងនោះវាហប់ល្អ គាត់កើតបរទេសហ្នឹងមិនកើតនៅអាស្រុកគេទេអាបរគុំអាបរទេសហ្នឹងក៏គាត់កើតមក ហើយលើច្បាវ បរទេសបាទ ណាចា ព្រោះផ្ទះរបស់គាត់នៅព្រៃភ្នៅទេផ្ទះរបស់គាត់នៅព្រៃភ្នៅ ចា អញ្ចឹងបើអញ្ចឹងដែលកើតហ្នឹង9ខែ10ថ្ងៃឬក៏2ឆ្នាំបាន អូ កើត ខ្ញុំតែបកស្រាយវិញប្រពន្ធខ្ញុំបានតែ6ខែទេ យកខ្សែភ្លើងឬធំជាង គឺទៅគឺពេលនោះម្ដាយរបស់គាត់ទៅបន្ទប់ទឹកគាត់គិតច្រឡំថាបាត់ជើងតូចតែទៅដល់ក៏បានគាត់តែម្ដង ខាអរគុណណាស់ខាដល់ទៅចាអរ ពួកយើងគឺសប្តាហ៍ថ្ងៃនៅដើរទាត់ខ្យល់ទេ អត់លេខ្ញុំថាចេះបើសិនជាធ្វើតាមខ្ញុំនឹងមានការងារធ្វើ ហើយយ៉ាងម៉េចទៅសប្តាហ៍ថ្ងៃនេះ និយាយច្បាស់សិនណាបង និយាយធ្វើ និយាយច្បាស់ មានអីបងខ្ញុំពួកខ្ញុំនិយាយច្បាស់តា ណាសាច់និយាយច្បាស់មើលបង ច្បាស់ហើយណាចា អស់ហើយអស់ត្រឹមហ្នឹងហ៎ ច្បាស់ជាងនឹងតិចទៅបន្ថែមបាន ច្បាស់ជាងនឹង ការ ច្បាស់ហើយមានការងារធ្វើនេះ អូយតាបងណោ ថ្ងៃនេះប្រហែល ប ចិត្ត ង ខ្លាំងមែនតើ និយាយទៅមកនេះគឺបងមានដឹងកន្លែងណាគេរើសបុគ្គលិកទេបងខ្ញុំ មានការងារធ្វើណាបងមក ខ្ញុំនៅដែរនៅ នៅហ៎ បងឯងនៅដែរពួកយើងសិតនៅក្រៅប្រទេស ហើយអញ្ចឹងពួកយើង មកសួរព័ត៌មានពីពូណោមអី ណាមែនបងណោដែលផ្ដល់ព័ត៌មាន និយាយទៅវាចេះទេតាមពិតក៏មកចង់ផ្ដល់ព័ត៌មានដែរប៉ុន្តែគាត់មកមួយគាត់ក្រិចពេកគាត់រៀបរឹកគាត់រៀបពៀគាត់ដូច សំលេង អីណានៃឲ្យមកដល់នេះសុំបីតែកាហ្វេក៏មកកែវ2នាក់ដែរហើយក៏ខំ ឥឡូវចេះទៅដើម្បីកុំឲ្យរីពេកដាក់ឲ្យគាត់មកកែវដែរមក ណែ បោកផឹ អ ក ញ្ចឹងសម្រាប់ថាទាំងអស់គ្នានឹងអត់ទាន់មានការងារធ្វើទេហ៎ ចាបងគឺមិនតមានការងារធ្វើទេហើយ ហ្នឹងហើយ ឥឡូវហ្នឹងមកយូរហើយតែពិបាកដើររកការងារធ្វើខ្លះមែនតើ มันពិបាកទេมันពិបាកទេបង វា ប្ មិន រាប់ ពិបា គាត់ កទេតែគេមកថាបងអើយគាត់កន្លែងណាមានការងារទេបងខ្ញុំទៅមកចេះខ្វះខាតការងារអាហ្នឹងគេបាន ចា គេរកបានលឿនណាស់ ចា ប៉ុន្តែយើងឡើងណាស់នេះខ្ញុំនេះដើរតែជម្រាបសួរគេ ឥឡូវបង សួរមិនឲ្យគេឆ្លើយ ឥឡូវបងអាចជួយរកបានទេបងខ្ញុំថាមួយខែដល់300ក៏ធ្វើដែរ200ជាង អត់ទេបងនាំចាស្អីគេអាសេវាកម្មគេលេខទូរស័ព្ទគេនោះហ៎ ណែ ចឹងមានសេវាកម្មលេខទូរស័ព្ទទៀត ចា អត់ពិបាកទេស្រុកខ្មែរយើងក៏មិនខ្វះទីផ្សារការងារសម្រាប់បងប្អូនយើងពលករយើងដែរ ហ្នឹងហើ តែ យ សំខាន់យើងត្រូវស្វែងរកព័ត៌មានឲ្យបានច្បាស់លាស់ណែឥឡូវគឺគេមានភ្នាក់ងារសម្រាប់ទទួលការងារណែផ្ដល់ការងារជូនទៅដល់បងប្អូនដែលចំណាក់ស្រុកមកពីប្រទេសថៃអញ្ចឹងណា ចា យើងអាចតំណតំណងបានទៅតាមលេខទូរស័ព្ទ 1297 គាត់ពីពេលដែលបងខលទៅលេខហ្នឹងគេនឹងរាយរាប់ថាអូកន្លែងនេះគេត្រូវការបុគ្គលិកបែបនេះហ៎ចេះអញ្ចឹងបងគិតថាតើសមត្ថភាពរបស់បងហ្នឹងចេះជំនាញអីគេមកពីខាងអីគេធ្វើអីគេបានយើងទៅវូដាក់ទៅមិនខ្វះការងារធ្វើទេស្រុកយើង ទៅបងខ្ញុំសុំសួរតិចដូចប្រពន្ធខ្ញុំខាងប៉ុស្តិ៍គាត់ធ្លាប់ចាប់ទៅពមៀនអញ្ចឹងគេរើសអើងហ្នឹងគាត់ធ្លាប់មានប្រវត្តិ ពមៀនរឿងអីបង គាត់លេងបៀការម៉ានឆ្នាំមុនហើយដល់ពេលគេចាប់យកទៅឲ្យធ្វើកិច្ចសន្យាហ្នឹងខាងក្រសួងគាត់
សើរឿងឃើញប្រវត្តិក៏ឲ្យធ្វើដែរ ហើយខ្ញុំទៅណាក់គេមិនដឹងបើឯងមកហាត់គេប្រពន្ធឲ្យដាវង ហេគេលោកគេមានខាង បើគេអប់រំគេអីហើយគេកែប្រែរួចហើយវាអត់អីទេ អីទេ សំខាន់ឥឡូវយើងមកនៅស្រុកខ្មែរយើងវិញខំប្រឹងស្វែងរកការងារធ្វើដែលការងារដែលសុចរិតត្រឹមត្រូវតាម នៅស្រុកខ្មែរ ដែលគេដាក់មក មានតែបងឯងនេះដែលចាប់ខ្ញុំមកមានអ្នកណាចាប់ខ្ញុំតែពីបងឯង ចេះគាត់ថាប្រពន្ធខ្ញុំគាត់មានដៃមានជើងបន្តិច ចុះមិនបងធ្លាប់យកប្រពន្ធអត់ដៃអត់ជើង អត់ទេអាកាលមុនធ្វើរោងចក្រនេះគេនោះរោងចក្រប្រេង អូ ចេញមកមានណាដោយគេ3លីត្រមកតាមខ្លួន ខ្ញុំមានដៃមានជើងចាប់តែបងឯងហ្នឹង អត់ទេទៅក្រុមហ៊ុនគេហើយដោយប្រេងមក2លីត្រ អត់មានទៅនិ មា យាយ នដៃណាគេឲ្យទៅ គេប្រពន្ធអញ្ចឹងទេ ហ្នឹងហើយ អ្នកទាំងអស់គ្នាខ្ញុំចាំខ្ញុំដល់មក តាមមកទៅណា លាទៅធ្វើការសិនហើយ ចុះមិនថាអត់ការងារធ្វើ អត់មានការងារធ្វើទេ ការងារគឺបោកខោអាវឲ្យប្រពន្ធ អូអរគុណបងអរគុណប្តីលៀន បាទ ចា ហ្នឹងហើយ ខែនេះបើនិយាយថាមិនខ្លាចប្រពន្ធក៏ខ្ញុំមិនជឿដែរខែនេះចេញមកគឺខ្លាចប្រពន្ធហ្មង ខ្ញុំចាប់បានប្តីបែបហ្នឹងគេដែរណា មើលអីមិនហ្នឹង គុណ ហើយតែបាត់ចាយកខ្ញុំមានការងារធ្វើហើយអូសុំតគឺសប្បាយចិត្តភ្លេចខ្លួនហ្នឹងណា ខ្ញុំអត់តដែរនឹងបង យ៉ាមានការងារធ្វើហើយបានលើកទៅទេលើនៅធ្វើស្អីទៀតទៅ ណែអត់តន់ទៅផ្ទះទេ តន់ទៅផ្ទះបងនៅច្រើនស៊ីនទៀត នៅច្រើនស៊ីនទៀតយើង អានេះ អត់ ចាំ ច ចូល ង់ វ៉ាធ្វើដូចមែនទេ ទៅចាប់ដើមបើកកម្មវិធីដែរខិតមកនេះ ទៅចាប់ផ្ដើមបើកម្មវិធីឯង ចាជំរាបសួរបងជំរាបសួរបងទាំងពីរចាក៏ជំរាបសួរដល់ភ្ញៀវកិត្តិយសរបស់យើងដែរបរិយភ្ញៀវកិត្តិយស ដល់ពេលយើងមកជម្រាបសួរគ្នាដូចយើងប្លែកណា ចា មិន មក ទេ ចឹងបងពូណំ ហើយដល់ពេលជួបគ្នារង ជួបថ្ងៃ ធម្មតាវាជាជីវធម៌ជួបថ្ងៃយើងតែជំរាបសួរគ្នាដែរ ហើយយើងជម្រាបសួរចេះមានអីកុំឲ្យយើងអាជម្រាបសួរបែបមួយទៀតចេះរៀងមួយអាហ្នឹងគេ គេយល់ច្រឡំអា ពាន់ហ្នឹង ចា បាទ ចាជំរាបសួរលេខដៃកាន់វែកចង់បានប្រមាណ ចាអូខេឥឡូវនេះគឺយើងបានជួបជាមួយនឹងតារាកិត្តិយសរបស់យើងនៅក្នុងសប្តាហ៍នេះហើយសិតតែអ្នកដែលគាត់មាន talent ខ្លាំងមែនតើបងព្រោះថា បាទ ខ្ញុំធ្លាប់តែឃើញគាត់របៀបថាបញ្ចូលសលេងគាត់2នាក់នេះស្មើនឹងមនុស្ស20នាក់ ហ្នឹងហើយ ចៅឯងបង20នាក់ដល់40ទៅដឹងមើលទៅ 40ទេ បោកទាំងសัตว์បោកទាំងអីទៀត គាត់អាចមានសัตว์ សัตว์លាយខ្លះមនុស្សឲ្យសัตว์ សัตว์ខ្លះខ្លះបាទអញ្ចឹងពុកម៉ែបងប្អូនបាទបានជ្រាបហើយជាមួយនឹងបាទរាកិត្តិយសយើងសប្តាហ៍នេះបាទគឺជានិយាយទៅគឺជា team របស់ខ្ញុំផងដែរ បាទ ហើយតិចទៀតនេះគឺគាត់នឹងមកបង្ហាញនៅសមត្ថភាពក៏ដូចជាបង្ហាញនៅពីជីវប្រវត្តិក៏ដូចជារឿងរ៉ាវបាទពីក្រោយរូបភាពនៃភាពសប្បាយរីករាយរបស់គាត់គាត់បានជួបរឿងអីខ្លះនៅក្នុងវិស័យសិល្បៈហើយ ចា បាទហើយក៏សូមបងប្អូនត្រៀម QR code scan ដើម្បីទីនេះ EVA តម្លាក់ QR ហើយបាទពេលដែលគាត់រៀបរាប់ប្រវត្តិកំសត់ហើយខ្ញុំជឿថាបងប្អូនប្រកបជាទុកចិត្តនឹងបាញ់ឲ្យគាត់ម្នាក់ម្លា ចាអូខេ ដល់រនឹងសម្ដែងអភិនិហាដកកកហោះ អូខ្ញុំមិនមែន ចាអញ្ចឹងបើចង់ដឹងថាមានអាភិនហាអីគេខ្លះយើងចាំជួបគ្នានៅវគ្គក្រោយដូច្នេះពីកម្មវិធីអនុញ្ញាតសូមពេលសម្រាប់បន្តិចសិន